លោកប្តីពួកអញចាប់ការពីរស៊ូធម្មតាពីយើងអសាឆាប់អញវាទៅបាត់បីកុំឲ្យវានាំខ្លួនដាក់ជារៀងជាងខាងមុនចាប់អញរួចទៅចាប់កាប់វាទៅល្អណាស់ចាប់កាប់វាភ្លាមទៅចាប់អត់ឲ្យចំណៃនេះភ្លាមទៅកាប់វាទៅកាប់អត់ឲ្យចំណៃនេះភ្លាមទៅកាប់វាទៅប្រពន្ធសម្លាញ់ទម្លាក់ខ្សែមកនេះលោកចង់ធ្វើអីឡើងខ្ញុំភ្លាមទៅតែនាងចង់ដោះស្រាយពីបញ្ហាចៅសមុទ្រជប៉ុនខ្ញុំប្រាប់នាងថាដោះស្រាយដោយរបៀបណាបងស្រីចាប់តាមនាងទៅបងស្រីហងបងណាចាំមិននាងខ្លាចមើលទៅក្រោមទៅខ្ពស់ណាស់ណាថាខ្ញុំខ្លាចលោកខ្ញុំនៅទីនេះខ្ញុំបច្ចៈហោះបានមែនតើនេះជារបស់អីគេហ្នឹងមិនក៏ចម្លែកមែនគេហៅថាឧទ្ធម្ភេកជ្ជៈធម្មពលបេក្ខវិជ្ជាអាចហោះបញ្ឈរចម្ងាយ500ម៉ៃនៅក្នុងរយៈពេល1ម៉ោងលោកចង់និយាយថា500ម៉ៃក្នុង1ម៉ោងទេចាំតិចលោកចង់និយាយថាយករបស់នេះទៅកម្ចាត់ពួកចៅសមុទ្រនោះមែនទេជាការពិតណាស់របស់នេះគឺអាចងាយស្រួលនៅក្នុងការស្វែងរកសម្បុកចៅសមុទ្រទាំងនោះបានដោយយ៉ាងងាយស្រួលដោយពួកវាមិនដឹងនោះទេជាការពិតណាស់ពួកយើងអត់ដឹងពីកន្លែងលាក់ខ្លួនរបស់ចៅសមុទ្រនោះហើយយើងប្រើរបស់នេះដើម្បីទៅរកគេបន្ទាប់មកយើងរកកម្លាំងពួកវាឃើញហើយនោះខ្ញុំនឹងបញ្ជូនរថក្រោះនោះទៅកំទេចពួកវាតែម្ដងឲ្យវាងាប់គ្មានអីកប់ប៉ិតណាគឺខ្ញុំជឿលោកទាំងស្រុងមានរបស់នេះគឺពិតជាអស្ចារ្យណាស់ហើយពួកចៅសមុទ្រនោះអត់ដឹងថាយើងមានរបស់នេះទេណាអោបខ្ញុំមកជាប់យើងចុះចតហើយណាស៊ូឈីត្រឡប់ទៅវិញបងស្រីតើបងអត់អីទេមិញនេះខ្ញុំឃើញបងហៅខ្ពស់ណាស់អត់អីទេណាសុពូហ្វាន់តើលោកអាចយករថក្រោះបឋមពេកចាតែកំទេចចៅសមុទ្រជប៉ុនបានអត់ក្រែងនាងជាអ្នកស្នើសុំអីលោកបែនខ្ញុំបលោកនិយាយបែបនេះមកគូសុំបន្តិចតែដៃណៃកុំភ្លេចសន្យារបស់ខ្លួនឯងនោះដឹងហើយនៅហ៎មិនតែពីលោកដោះស្រាយចៅសមុទ្របានមកតិចពីពិបាកមែនប៉ុន្តែអត់បញ្ហាទេចាំនាងចូលរៀបការចូលក្នុងគ្រួសាររបស់ខ្ញុំពេលនោះគឺតំណែងរបស់នាងគឺជាប្រពន្ធច្បងពេលនោះគឺខ្ញុំចង់ធ្វើអ្វីនាងក៏ត្រូវតែស្ដាប់ខ្ញុំមកសុំថើបមួយមកណាមូជីឆៅបញ្ជូនតបនារីផ្នែកខាងជើងទឹកទៅសម្រាប់ចៅជប៉ុនទាំងអស់គ្នាចាឡើយទីបំផុតនគរជើងរបស់យើងគឺអាចបង្ក្រាបចៅសមុទ្របានហើយអាដៃណាកម្មវិធីមង្គលការរបស់ពួកយើងទាំងពីរនាក់តែយើងរៀបចំនៅថ្ងៃណាដែរហ៎ស៊ូប៊ូហ្វាន់អីហ៊ានធ្វើអីដាក់ជាមួយនឹងនាងរបស់យើងបានហើយមិនបាច់ទេចូលមកបងស្រីនេះគឺដូចជាអីច្រឡំដៃជាប្រហែលមែនប្រពន្ធច្បងអំបាញ់មិនគ្មានចេតនានោះទេមិនតាន់ឲ្យខ្ញុំថាប្រពន្ធច្បងលោកដោះស្រាយពីរឿងចៅសមុទ្រសិនទៅចុះបើខ្ញុំអត់ស្គាល់ឈ្មោះនាងផងឲ្យហៅយ៉ាងម៉េចនាមតករបស់ខ្ញុំគឺស៊ូមីងយូស៊ីចំណែកនាងគឺជាប្អូនស្រីរបស់ខ្ញុំចំណែកឈ្មោះរបស់នាងគឺចុងវ៉ាន់ឈីងយូស៊ីខ្ញុំដាស់តឿននាងបន្តិចមនុស្សដែលនិយាយរួចហើយគឺត្រូវតែយកជាការតើនាងដឹងទេលោកមានប្រពន្ធ3000នាក់ទៅហើយចង់បានខ្ញុំធ្វើជាប្រពន្ធអីទៀតសំនួរចាក់ដោតឈឺប្រេះពេញអរ៉ាហេតុអីមិនជាលោកយកចឹងទៅនេះគេថាខ្ញុំមានសំណាងដែលមានប្រពន្ធនៅសំណាក់ហារ៉េមចំនួន3000នាក់ប៉ុន្តែនរណាគេតែដឹងថាខ្ញុំទទួលបានរង្វាន់ស្អីគេខ្លះច្រឡំមែនទេអានេះជាអ្នកល្បីខ្លាំងនៅសួជ័យតែការពិតខ្ញុំលះបង់ច្រើនណាស់ព្រីច្បាស់ណាហេតុអីក៏ព្រះអង្គយំមានរឿងអីទេសុំអោបទឹកមកលោកគ្រូអោច្រឡំលោកសុំអោបទឹកមកអ្នកនាងលោកប្តី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 ដាក់បងដល់កហើយលោកប្តីដាក់បងខ្លាំងណាស់ជួយលោកបានទេណានេះជាកម្ម